អីមួយប្រញាប់ទៅលក់ដូរតអូបាទបងបាត់ចុំពូនេះស្មានហ្នឹងទៅលក់ដូរលក់អីទេអូតតែកាហ្វេមួយកែវសិនបានទៅលក់ដូរកើតឥឡូវលក់ដូរអត់សូវដាច់សោះហើយគេដូរទៅដល់ digital ណាអត់ដឹងថាត្រូវធ្វើមិនបានអា digital ហ្នឹងអូនហើយបងកាហ្វេបងបានអូមិនឃើញបងលោរឿង digital បងត្រូវហើយសម័យនេះតើតាយើងលក់ដូរបែប digital មានការធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមអីណោះបាត់ទៅរួចមួយគេហ៎បងអូនអីចុះអីគេផ្ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្រោយណៃហ្នឹងអូអាផ្លាកនេះមិនមែនបងផ្ទាំងនៅខាងក្រោយខ្ញុំនេះគេហៅផ្ទាំងថ្នា digital សម្រាប់ការប្រវត្តិនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធណាបងដែលថ្នា digital សម្រាប់ការប្រវត្តិនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាថ្នាមួយសម្រាប់បងដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគាត់ធ្វើការចុះឈ្មោះបានលើថ្នាហ្នឹងដើម្បីទទួលបានស្ថានភាពជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការទទួលស្គាល់ពីរដ្ឋាភិបាលយើងណាបងហើយទន្ទឹមហ្នឹងថ្នាហ្នឹងគឺផ្ដល់ថាប្រយោជន៍ជាច្រើនដូចជាដែលទី1បងក្រោយពីចុះឈ្មោះហើយបងនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់អត្តសញ្ញាណមួយដែលបង្ហាញថាបងជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានពេញលេញណាបងយល់នឹងទី2បងទទួលបានការប្រកបចែកទេសផ្សេងៗដើម្បីពង្រីកខ្លួនឲ្យចូលនៅក្នុងជាអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធនឹងទី3បងមានលទ្ធភាពក្នុងការស្នើសុំកម្ចីនិងសេវាហិរញ្ញវត្ថុផ្សេងៗដែរហើយទី4ប្រសិនបើអាជីវកម្មរបស់បងមានផលរបរតិចជាង250លានក្នុងមួយឆ្នាំបងមិនបាច់មានកាតព្វកិច្ចបង់ពន្ធឬក៏ទទួលបានការអនុគ្រោះពន្ធដោយរដ្ឋាភិបាលយើងតែម្ដងណាបងអូលើកលែងពន្ធទៀតនិងទី5ក្រោយពីបងចុះឈ្មោះជាអ្នកសេដ្ឋកិច្ចការប្រព័ន្ធហើយបងទទួលបានវិញ្ញាបនបត្រមួយដែលបងអាចយកទៅដាក់ពាក្យស្នើសុំពាក្យសម្រាប់បសសបានណាបងនិងទី6ក្រោយពីបងបានបសសហើយបងក៏មានអត្ថប្រយោជន៍ទទួលបានការថែទាំសុខភាពអំពីសេវាសុខាភិបាលផ្សេងៗនៅកម្ពុជាយើងផងដែរក្រោយពីបងចុះឈ្មោះហើយបងនឹងទទួលបានមួយបញ្ជាក់អត្តសញ្ញាណបងជាអ្នកសេដ្ឋកិច្ចការប្រព័ន្ធហើយបងនឹងទទួលបានលទ្ធភាពក្នុងការស្នើសុំការប្រើប្រាស់ដំណោះស្រាយ digital ផ្សេងៗដែលអត់គិតថ្លៃអ៊ីចង់បានអាហ្នឹងអូជាមួយបងដែរថ្មីនេះក្រុមហ៊ុន Manulife បានផ្ដល់អត្ថប្រយោជន៍មួយល្អថែមទៀតសម្រាប់អ្នកសេដ្ឋកិច្ចការប្រព័ន្ធអញ្ចឹងក្រោយពីបងចុះឈ្មោះហើយបងទទួលបានបងអាចចូលទៅកាន់ website របស់ Manulife ដើម្បីដាក់ពាក្យស្នើសុំដែលមានអត្ថប្រយោជន៍គឺសម្រាប់បងអ្នកសេដ្ឋកិច្ចការប្រព័ន្ធណាចាប់ពីអាយុ18ដល់60ឆ្នាំគាត់នឹងទទួលបានអត្ថប្រយោជន៍ទឹកប្រាក់ដល់ទៅ1លានរៀលដែលអត់មានការបង់វិភាគទានអីទាំងអស់ប៉ុន្តែក្នុងលក្ខខណ្ឌមួយថាបងជួបគ្រោះថ្នាក់ជាក្រុមអូអត្ថប្រយោជន៍ច្រើនរបស់គេហើយក្នុងនោះបងក៏នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតពីស្ថាប័នរដ្ឋនិងឯកជនផងដែរអូយល់អ៊ីឥឡូវដូចរៀងរវល់តិចអូនចាំតិចទៀតចាំអ៊ីមកវិញចាំអ៊ីសួរបន្ថែមអរគុណច្រើន